កាលណាយើងចម្រើនសមាធិចិត្តវាស្ងប់គឺនៅក្នុងអារម្មណ៍តែមួយឧទាហរណ៍គេឲ្យយើងចម្រើនដង្ហើមចេញចូលណាបល័យថាអាណាបាណគឺដង្ហើមចេញចូលរបស់យើងគេឲ្យយកចិត្តរបស់ចង់ឲ្យជាប់នឹងដង្ហើមចេញចូលចុះអាណាបាណសតិគឺរលឹកចោះចំពោះខ្យល់ដង្ហើមចេញចូលកាលណាដង្ហើមចេញឲ្យដឹងថាចេញចូលឲ្យដឹងថាចូលចង់ឲ្យជាប់ណាចេញចូលហ្នឹងឲ្យវាជាប់តើកុំឲ្យទៅឯណាដល់វាជាប់ទៅចិត្តវាស្ងប់អត់មានសេចក្តីទោសៈកើតដល់ចិត្តអត់មានសេចក្តីរីករាយកើតទេព្រោះខ្យល់ដែលយើងចម្រើនវាចាប់ជាក្រឹតដល់ជាកណ្ដាលអត់ទេហើយទប់បានរឿងទាំងអស់ចិត្តស្ងប់កាលណាបើចិត្តស្ងប់វាមានហេតុផលដែលកើតពីស្ងប់នោះមិនចេះតែអង្គុយមិនដឹងស្អីស្ងប់មិនអត់ដឹងទេកាលណាចិត្តវាស្ងប់ទៅវាមានហេតុប្រាប់អ្នកដែលចម្រើនណាទី1គឺព្រឺរោមព្រឺសម្បល់កើតឡើងខ្ញាក់អាហ្នឹងទី1ថាខុតតកាបៃតេទី2ខៈនៃកាបៃតេភ្នែកយើងថ្មិចតែឃើញពន្លឺភ្លើងឃើញពន្លឺភ្លើងព្រាតបើភ្នែកយើងថ្មិចទី3អកន្តកាបៃតេយើងចម្រើនទៅដោយកាយរបស់យើងយល់ចឹងបើទី4គឺឧបៀងគាបៃតេធ្វើឲ្យកាយរបស់យើងដូចរីកធំលើស្រាលដែលផុតពីទីដែលអង្គុយនោះទី5គឺភរណាបៃតេកើតផ្សព្វផ្សាយឲ្យត្រជាក់កាយត្រជាក់ចិត្តរបស់យើងសប្បាយរីករាយដូចជាដែលណាហាក់បីដូចជាខ្លួនយើងទៅនៅក្នុងភពណាមួយដែលអាកំបាំងអត់មានក្នុងភពនោះមានតែយើងម្នាក់ឯងសប្បាយរីករាយតែឯងដល់ថ្នាក់ស្រក់ទឹកភ្នែកទៅសើកល្ងើមកការស្រក់ទឹកភ្នែកសើកល្ងើមិនមែនជារឿងសេចក្តីទុក្ខទេគឺសប្បាយរីករាយវារំភើបដូចជាម៉ែឪបែកកូនទៅឆ្ងាយទៅតែកូនមកទៅវាសប្បាយរីករាយតែកើតបៃតេបាមកជាយំស្រក់ទឹកភ្នែកទៅអីហ្នឹងបងអានេះមកបៃតេតែមានសញ្ញានឹងប្រាប់យើងបានដឹងថាយើងចម្រើនទៅវាដល់កម្រិតនៃការស្ងប់អត់ដល់អញ្ចឹងចិត្តរបស់យើងហ្នឹងវារួចចេញពីអកិលេស5ហ្នឹងមានសេរីភាពមានពន្លឺគឺបញ្ញាកើតឡើងរំដោះហើយដល់យើងរំដោះមកអកុសលធ្វើ5ហ្នឹងវាស្ងប់រងាប់ទៅវាកើតកុសលធ្វើ5ចំនួនឡើងចំនួន5ហ្នឹងមួយជាអកុសលមួយជាកុសលកើតគឺវិតកៈការត្រេះរិះក្នុងកម្មដ្ឋាននៃខ្លួនចម្រើនវិចារៈពិចារណាបៃតេកើតសេចក្តីត្រេកអររីករាយចិត្តសុខៈកើតសេចក្តីសុខដល់កាយដល់ចិត្តនិងឯកកតាចិត្តនៅនឹងតែមួយអត់មានរាគឯណានឹងហើយដែលចិត្តមានពន្លឺភ្លឺស្វាងម្ល៉េះហើយបញ្ញានឹងកើតដល់យើងយល់អំពីសេចក្តីអាក្រក់ល្អសុខទុក្ខបញ្ញាកើតឡើងនឹងបានធ្វើដល់ប្រពុតលោកសម្ដែងមានសិលសម្អាតកាយនិងវាចាសមាធិសម្អាតចិត្តបញ្ញាឲ្យយើងយល់ដឹងសេចក្តីខុសត្រូវល្អអាក្រក់អីទាំងអស់មានតែ3ប៉ុណ្ណឹងឯងធ្វើ3នេះគឺសម្រាប់មនុស្សឲ្យមនុស្សយកទៅបដិបត្តិអ្នកដែលបដិបត្តិចម្រើនទៅបានសេចក្តីស្ងប់គេរីករាយសប្បាយជ្រះថ្លានឹងកុសលគេជៀសវាងអំពើអកុសលព្រោះពុទ្ធសាសនាមានតែ2ទេណាពុទ្ធលោកសម្ដែងមានតែអកុសលមួយនិងកុសលមួយដែរធ្វើ2នេះជាធ្វើសម្រាប់ផ្ដល់សេចក្តីសុខឲ្យដល់មនុស្សសុខទុក្ខឲ្យដល់មនុស្សឬមួយយ៉ាងទៀតលោកពោលថាធ្វើខ្មៅធ្វើសធ្វើខ្មៅគឺអកុសលធ្វើសគឺកុសលសរុបសេចក្តីមកថាពុទ្ធសាសនាជាសាសនាដែលអប់រំទូលមានមនុស្សពោឲ្យបានស្ងប់ស្ងាត់កុំឲ្យប្រព្រឹត្តអំពើអីអាក្រក់អាស្រ័យនេះបានជាលោកសម្ដែងថា
យើងចង់ឲ្យសង្គមគ្រួសាររបស់យើងឬសង្គមប្រទេសជាតិរបស់យើងឬសង្គមរបស់មនុស្សក្នុងពិភពលោកឲ្យស្ងប់ស្ងាត់បាននេះថាសន្តិភាពទើបតែមនុស្សនឹងសន្តិភាពមកស្ងប់ស្ងាត់មកនោះប្រាប់ហេតុទេព្រោះមនុស្សដែលសន្តិភាពទៅបានទើបមនុស្សនឹងមានសិលធម៌ពេលនេះហេតុផលពុទ្ធសាសនាគឺប្រពុលសម្ដែងតែអំពីហេតុផលអ្វីដែលមានហេតុគឺលោកអត់បដិសេធអត់ទទួលស្គាល់ទេចង់ឲ្យសង្គមសន្តិភាពទើបតែមនុស្សសន្តិភាពមកព្រោះមនុស្សសន្តិភាពបានតែមនុស្សមានសិលធម៌គេវាអត់ចេះបើអស់លោកទាំងអស់នឹងមិនជ្រះថ្លានឹងសិល